នេះចាក់គ្រឹះបបផាយស្ពានលេខ3បបផាយលេខរៀងទី14អូមែនទេ24ណា24មែន24លេខ24ទៅស្ពានលេខ3អាបាតមិន A1 រួចហើយនៅតែស្ពានលេខបាតមិន A1 ហើយបាតមិន A2 នៅចាហ្នឹងទៀតសល់មួយហើយធាកដាលហ្នឹងយើងចាក់បាន2ហើយអញ្ចឹងបានន័យថាថ្ងៃនេះស្ពានលេខ3ចាក់បាន21ដើម21ដើមអញ្ចឹងនៅតែ9ដើមទៀតចប់បបផាយហើយជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះវីដេអូនេះ live ដើម្បីបាន activity ក្នុងការធ្វើដែលលើយើងធ្វើដល់ដំណើរដល់គឺទីម៉ានអញ្ចឹងណាឲ្យដឹងចាំដល់ថ្ងៃក្រោយមកថ្ងៃតំនេះយើងធ្វើបានប៉ុណ្ណេះទេអញ្ចឹងណានិយាយទៅគម្រោងនេះលឿនដូចជុះអញ្ចឹងកំពុងគេអ្នកធ្វើទេមានទូចាក់ចនណាទាំងផែនការគេធ្វើបំបាច់តនពេលវេលាឡានទី1អស់ហើយអស់4ឡានទេគ្រឹះយើងជំរៅតែ26ម៉ែត្រទេអញ្ចឹង4ឡានទាំងបំរុងអីក្នុង26គីបដែរ26 25ជើងតិច26តិចទី2ចូលចាក់មកដើមវាตั้งតែយប់ហ្នឹងថ្ងៃនេះសម្រាប់យប់ម៉ោង8ថ្ងៃនេះវាជាម៉ោង8ខ្ញុំព្រម9ទៅដល់តាមធ្វើគ្រឹះមកអត់ដែរទៅបានទៅផ្ទះពីភ្លឺទេ8 9ជួនកាល10ប៉ុន្តែពិបាកឲ្យជា3ខែធ្វើគ្រឹះហ្នឹងខោយគ្រឹះទៅវាមិនសូវចាំបេតុងយប់ទៀតទេបបផាយវាគួងពីថ្ងៃដល់ពេលខ្លះគឺចាក់ខូចយប់ដែរខ្លះគួងរៀងជ្រុលតិចគឺចាក់សំគឺចាក់ខូចផងចូលយប់បាត់អញ្ចឹងក៏បានតិចបបផាយវាបញ្ញារឿងឡើងកាត់ឡើងវាអត់ទៀងទេការគួងហើយឡានបេតុងក៏មកដល់ខ្លះគួងហើយឡានបេតុងមកដល់ខ្លះអត់ខ្លះបែកកង់ខ្លះជាប់ឯតាមផ្លូវហ្នឹងវារឿងកាត់ឡើងជានិច្ចពេលខ្លះគួងគ្រឿងគួងខូចពេលខ្លះគួងហើយវាខូចម៉ូទ័របូមទឹកអីចឹងពីកំពង់ខួងខូចម៉ូទ័របូមបើចំណាយវាអីចឹងពេលខ្លះចាក់ផ្ទះយោព្រីមីចឹងទៅវាអត់ទៀងណាព្រោះបេតុងយើងវាខ្លះឆ្ងាយដឹកមក2 ម៉ោងកន្លះបាត់ហើយចឹងបេតុងយើងបើមិនអត់ធ្វើមិនរីថាដឺទេពិបាកធ្វើការព្រោះចាក់បេតុងទៅបបផាយស្លាមវាធំដែរ អ
bê tông ở riêu tích làm cái đầm bal lá bây giờ đầm bal lá mà lò với trong thế vì ai xe không kêu nghĩ vài nhà này ba nó con chớ ba chuyện đi